រាជវង្សដាយ័នព្រះនាងហ្វេយុនអេនេះក៏ស្អីណាព្រះនាងព្រះមេម្ចាស់ទ្រង់មិនអីឬមានរឿងអ្វីកើតឡើងទៅហេតុបើអ្នកណាហ៊ានវាយប្រហារព្រះនាងកុំខ្វល់អីគ្មានអ្នកណាវាយប្រហារយើងទេសម្រាប់អ្នកដែលធ្វើឲ្យយើងរវល់យើងនឹងគេមិនថាកាលៈទេសៈណាទេយើងនឹងសម្លាប់គេលោកតាឈិញតងចៅមកដល់ហើយឯតាត្រូវសម្រាប់កុំកំរើកព្រះក្តារអីតាអាចមានអារម្មណ៍ដល់កម្លាំងរបស់តាគឺធូរស្បើយខ្លះហើយមួយរយៈនេះវាមកពីការខិតខំប្រឹងប្រែងរបស់ចៅទាំងអស់ចៅស្រីរបស់តាមានមោទនភាពខ្លាំងណាស់ខ្ញុំដឹងរឿងយឺតប៉ុន្តែសំណាងហើយទេវតាតែមានផ្លូវឲ្យពួកយើងខ្ញុំអាចទទួលបានវត្ថុនេះការតើវាប្រកាសជាមកពីអំពើល្អរបស់គ្រួសារយើងខ្ញុំបានជ្រើសយកក្បាច់វង្ហៈទាំងនេះសម្រាប់លោកតាវាស័ក្តិសមនឹងស្ថានភាពបច្ចុប្បន្នរបស់លោកតាកុំបារម្ភតាមក្បាច់ទាំងអស់នេះលោកតានឹងអាចទទួលបានទសរវិញហើយរត់តែរងមាំទៀតផងវាជាអកុសលរបស់គ្រួសារយើងអញរងទុកច្រើនណាស់ហើយវាដល់ពេលដែលអញត្រូវរស់នៅក្នុងជីវិតល្អហើយកុំនិយាយបែបនោះវាអាចចាប់ផ្ដើមមកពីខ្ញុំចង់លុបចោលពិធីមង្គលការតើលោកតាបន្ទោសខ្ញុំដែរទេមិនអាចទេតានឹងលុបពិធីនោះចោលដោយខ្លួនឯងបើទោះបីជាអញមិននិយាយអ្វីក៏ដោយត្រូវហើយវាជាអតីតកាលហើយពីពេលនេះទៅខ្ញុំនឹងខិតខំការពារគ្រួសារលោកឲ្យបានល្អណាស់ចា៎អូមែនហើយតើលោកតាមិនដឹងទេថាហេតុអ្វីយើងមកមិនព្រមលុបចោលការរៀបការនេះខ្ញុំដឹងថាគេគ្មានអារម្មណ៍ចំពោះខ្ញុំឡើយវាគួរតែជាការប្រមាថគេមិនដែលមកមើលម្ចាស់ដើមផងក្នុងរយៈពេល10ឆ្នាំនេះគេគួរតែសប្បាយចិត្តរឿងរំសាយមង្គលការប្រហែលគេដឹងគុណម្ដាយឯងធ្លាប់ជួយគេប៉ុន្តែទោះជាអញ្ចឹងក៏មិនសមដែរគេមិនត្រូវពង្យាពេលទេតែនៅពេលដែលប៉ះពាល់គ្រួសារលោកទៀតដឹងគុណតើគេចិត្តល្អដំឡើងប្រហែលមានហេតុផលផ្សេងដែលគេត្រូវរៀបការជាមួយខ្ញុំមិនថាយ៉ាងណាកុំខឹងអីខ្ញុំនឹងឲ្យពួកគេសងឲ្យយើងវិញនៅអ្វីដែលពួកគេធ្វើមកលើពួកយើងឆាប់ៗនេះមិនថាគេមានគម្រោងអ្វីគេក៏មិនអាចរៀបការជាមួយនឹងខ្ញុំឡើយលុះត្រាតែខ្ញុំនិយាយថាព្រមត្រូវតែអញ្ចឹងគ្រួសារលោកពួកយើងមិនឲ្យគេមកជន់នោះទេមិនហើយតើនាងកំពុងធ្វើអីហ្នឹងក្រែងនាងបានប្រើវត្ថុចម្លែកនៅភ្នំថប់9ដែរមែនតែដោយសារតែខ្ញុំកំពុងធ្វើអ្វីផ្សេងទៀតខ្ញុំកំពុងតែឆ្នៃឲ្យវារត់តែវាមានធម្មពលទីបំផុតខ្ញុំបានប្រមូលសម្ភារៈត្រូវបានមកដល់អស់ហើយខ្ញុំនឹងចាក់ចេញពីគូស្រាលោឆាប់នេះខ្ញុំត្រូវតែទុកសន្លឹកបៀធំសម្រាប់គូសាររបស់ខ្ញុំតែវាជាអ្វីលោកតែងតែធ្វើមកខ្ជូតរហូតកុំតាន់អានប្រញាប់លោកនឹងបានដឹងបន្តិចទៀតនេះ